ខ្ញុំក៏ត្រឡប់ទៅវិញដែរសុំទោសដែលរំខានអ្នកមានសោកទេអ៊ីចឹងខ្ញុំដល់លេងជុំវិញនេះសិនមីងឲ្យខ្ញុំទៅរកគាត់ប៉ុន្តែមីងអ្នកឲ្យអ្នកនៅផ្ទះខ្ញុំហេតុអ្វីគាត់ផ្ញើសារមកអ្នកម្ដងទៀតមែនទេអៀនណាស់ហេតុអ្វីឲ្យខ្ញុំផឹកទឹកដោះគោក្មេងមិនផឹករបស់នេះទេប្រហែលខ្ញុំគួរតែចេញទៅសិនជ្រើសសៀវភៅអានដោយខ្លួនឯងទៅនោះជាសៀវភៅនោះនឹកឃើញហើយនឹកឃើញអ្វីនឹកឃើញថាអ្នកបានបោះសៀវភៅខ្ញុំចោលគាត់មិនមែនកំពុងវាយគ្នាទេមិនក៏នាងឃើញរឿងនេះដែរមើលទឹកមុខនេះពិតជាគាត់មែនសុំទោសខ្ញុំមិនវាយស្រីទេសុំទោសថ្ងៃនេះមានការងារខ្លះធ្វើឲ្យយឺតមិនអីទេហួយអ៊ីថ្ងៃនេះសុំទោសដែលរំខានអរគុណមិនបាច់អរគុណទេ Hello វ៉ាន់នីងសម្រាប់ហើយឬនៅទេម៉ាក់ថ្ងៃនេះគ្រប់យ៉ាងរលូនទេល្អណាស់មីងរៀបចំគ្រប់យ៉ាងរួចហើយម៉ាក់ដឹងថាមីងអ្នកស្រឡាញ់អ្នកប៉ុន្តែនោះមិនមែនជាផ្ទះរបស់អ្នកទេត្រូវចេះគោរពហើយឧស្សាហ៍ជួយការងារបើមានរឿងអ្វីទូរស័ព្ទមកពួកយើងកុំរំខានមីងពេកយល់ទេមីងមិនគិតថាខ្ញុំរំខានទេវ៉ាន់នីងកំពុងស្ដាប់ទេបាទឪពុកចង់និយាយជាមួយអ្នកបន្តិចវ៉ាន់នីងប៉ាទីក្រុងរងឆឹងមានភាពរីកចម្រើនណាស់ប្រកាសជាមានរឿងថ្មីជាច្រើនដែលអ្នកមិនធ្លាប់ឃើញត្រូវចេះទប់ចិត្តផ្ដោតលើការសិក្សាមនុស្សគ្រប់គ្នាសុទ្ធតែដឹងអ្នកបានចូលរៀនវិទ្យាល័យលេខ1កុំធ្វើឲ្យពួកយើងខកចិត្តខ្ញុំកំពុងរំពឹងអ្វីទៅបានសៀវរួយក្តៅខ្លួនឡើងវិញហើយមកមើលបន្តិចបានហើយមិននិយាយទៀតទេហេតុអ្វីមិនដេកបន្តិចទៀតខ្ញុំទម្លាប់ភ្ញាក់ពីព្រលឹមហើយមីងសៀវនាងពិតជាស្អាតណាស់ជាក្មេងស្រីស្លូតបូតនិងគួរឲ្យស្រឡាញ់កាលពីមុនពួកគេអាចតែចិត្តបញ្ជូនអ្នកទៅបានយ៉ាងដូចម្ដេចដើរតាមមកពួកយើងទាំង3នៅថ្នាក់តែមួយបើមានរឿងអ្វីទូរស័ព្ទមកពួកយើងកុំរំខានមីងពេកយល់ទេមីងមិនគិតថាខ្ញុំរំខានទេវ៉ាន់នីងកំពុងស្ដាប់ទេបាទឪពុកចង់និយាយជាមួយអ្នកបន្តិចវ៉ាន់នីងប៉ាទីក្រុងរងឆឹងមានភាពរីកចម្រើនណាស់ប្រកាសជាមានរឿងថ្មីជាច្រើនដែលអ្នកមិនធ្លាប់ឃើញត្រូវចេះទប់ចិត្តផ្ដោតលើការសិក្សាមនុស្សគ្រប់គ្នាសុទ្ធតែដឹងអ្នកបានចូលរៀនវិទ្យាល័យលេខ1កុំធ្វើឲ្យពួកយើងខកចិត្តខ្ញុំកំពុងរំពឹងអ្វីទៅបានសៀវរួយក្តៅខ្លួនឡើងវិញហើយមកមើលបន្តិចបានហើយមិននិយាយទៀតទេហេតុអ្វីមិនដេកបន្តិចទៀតខ្ញុំទម្លាប់ភ្ញាក់ពីព្រលឹមហើយមីងសៀវនាងពិតជាស្អាតណាស់ជាក្មេងស្រីស្លូតបូតនិងគួរឲ្យស្រឡាញ់កាលពីមុនពួកគេអាចតែចិត្តបញ្ជូនអ្នកទៅបានយ៉ាងដូចម្ដេចដើរតាមមកពួកយើងទាំង3នៅថ្នាក់តែមួយ